នៅព្រឹកថ្ងៃទី20ខែកក្កដាឆ្នាំ2017នៅក្នុងផ្ទះមួយខ្នងនៃទីក្រុង Los Angeles មានរាងកាយដែលគ្មានវិញ្ញាណរបស់បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធមហើយនៅពីក្រោយព័ត៌មាននៃការបាត់បង់ជីវិតរបស់គាត់គឺត្រូវបានបណ្ដាអ្នកសារព័ត៌មានទូទាំងពិភពលោកហ្នឹងបានយកទៅចុះផ្សាយពាសពេញបណ្ដាញសង្គមពីព្រោះព័ត៌មាននៃការបាត់បង់ជីវិតរបស់គាត់គឺធ្វើឲ្យមានការសោកសៅទៅដល់អ្នកគាំទ្រតន្ត្រីនៅទូទាំងពិភពលោកតាមអ្វីដែលគេដឹងបើសិនជាបងប្អូនជាយាមស្ដាប់សំឡេងរបស់គាត់ក្នុងចម្រៀងដែលគាត់បានសរសេរយ៉ាងយកចិត្តទុកដាក់បងប្អូននឹងទទួលអារម្មណ៍ថាវាមិនមែនជាសំឡេងច្រៀងដ៏មានឥទ្ធិពលតែមួយមុខប៉ុណ្ណោះទេប៉ុន្តែវាគឺជាសំឡេងស្រែកដ៏សែនឈឺចាប់ចេញពីស្នាមរបួសផ្លូវចិត្តដែលគាត់បានជួបម្យ៉ាងវិញទៀតរាល់ចម្រៀងដែលគាត់បាននិពន្ធមិនថាជាពាក្យពេចន៍មិនថាជាការគិតនោះទេគឺគាត់ដកស្រង់ចេញពីដំណក់ឈាមនិងទឹកភ្នែកដែលគាត់បានជួបដើម្បីធ្វើវាចេញទៅជាចម្រៀងសម្រាប់វីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅដឹងថាការពិតដែលនៅពីក្រោយសំឡេងស្រែករបស់គាត់ហ្នឹងថាគាត់បានជួបរឿងរ៉ាវអ្វីខ្លះរឿងរ៉ាវគឺចាប់ផ្ដើមនៅថ្ងៃទី20ខែមីនាឆ្នាំ1976នៅពេលនោះមានក្មេងប្រុសម្នាក់បានចាប់កំណើតហើយគេមានឈ្មោះថា Chester Charles Bennington គាត់កើតនៅក្នុងទីក្រុង Phoenix រដ្ឋ Arizona Chester Charles គាត់ធំដឹងក្តីក្នុងគ្រួសារដែលមានឪពុកគឺជាមន្ត្រីស៊ើបអង្កេតចំណែកឯម្ដាយគឺជាអ្នកគ្រូពេទ្យក្នុងនាមជាកូនពៅនៅក្នុងគ្រួសារជីវិតរបស់គាត់កាលពីកុមារភាពមើលទៅគឺគាត់មានសុភមង្គលយ៉ាងខ្លាំងរហូតដល់ឆ្នាំ1987នៅពេលដែលគាត់មានអាយុ11ឆ្នាំភាពកក់ក្ដៅដែលគាត់ធ្លាប់ទទួលបានក៏បានបាត់បង់ទៅវិញហើយបងប្អូនច្បាស់ជាមានចម្ងល់ដែលចង់ដឹងថាតើភាពកក់ក្ដៅដែលគាត់ធ្លាប់ទទួលបានហ្នឹងបាត់បង់ទៅយ៉ាងដូចម្ដេចបងប្អូននៅពេលហ្នឹងជីវិតរបស់គាត់មកជួបឧបសគ្គមួយនោះគឺឪពុកម្ដាយរបស់គាត់សម្រេចចិត្តលែងលះគ្នានៅពេលនោះបងរបស់គាត់សម្រេចចិត្តទៅរស់នៅជាមួយនឹងម្ដាយទុកឲ្យក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Chester នឹងត្រូវទៅរស់នៅជាមួយនឹងឪពុកដែលតែងតែធ្វើការផ្លិចកូនជំអាញនិយាយអញ្ចឹងភាពឯកោក្នុងផ្ទះដែលគ្មានការមើលថែពីឪពុកម្ដាយបានជះឥទ្ធិពលឲ្យគាត់មានជំងឺផ្លូវចិត្តតាំងពីកុមារភាពថាភាពឯកោគ្មានការមើលថែពីឪពុកម្ដាយវាអាក្រក់ទៅហើយតែអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺនៅពេលដែលគាត់មានអាយុ7ឆ្នាំគាត់ត្រូវបានមិត្តភ័ក្តិដែលមានអាយុច្រើនជាងនឹងចាប់រំលោភគាត់ជាបន្តបន្ទាប់អស់រយៈពេល6ឆ្នាំទោះបីជាគាត់ត្រូវបានគេរំលោភអស់រយៈពេល6ឆ្នាំក៏ពិតមែនគាត់តែងតែទ្រាំទ្រនឹងភាពអាម៉ាស់នេះតែម្នាក់ឯងព្រោះគាត់មិនហ៊ានប្រាប់នរណាសូម្បីតែឪពុករបស់គាត់នៅក្នុងឆ្នាំ1987គឺគាត់គិតច្រើនមែនទែនមិនថាជាបញ្ហាគ្រួសារលែងលះគ្នាមិនថាជាបញ្ហាត្រូវបានគេរំលោភបំពាននិងបញ្ហាផ្សេងៗដែលគាត់បានជួបនៅពេលដែលគាត់មានបញ្ហាច្រើនអញ្ចឹងទៅគាត់ក៏ងាកមកប្រើថ្នាំញៀននិងប្រើសូរ៉ាក្នុងការបំបត្តិការឈឺចាប់កន្លែងហ្នឹងបើយើងនិយាយឲ្យងាយយល់ទៅមានន័យថាយកស្រានិងថ្នាំញៀនដើម្បីរំសាយកំហឹងដែលគាត់តែងតែមានក្នុងខ្លួនគឺធ្វើយ៉ាងណាកុំឲ្យខ្លួនឯងហ្នឹងគិតច្រើនគឺចង់មានន័យអញ្ចឹងរហូតដល់ឆ្នាំ1999នៅពេលនោះគាត់មានអាយុ13ឆ្នាំ Chester ក៏បានរកផ្លូវក្នុងការរំសាយកំហឹងផ្សេងឃើញគឺគាត់រកវិធីក្នុងការរំសាយកំហឹងនោះគឺការទៅចាប់ផ្ដើមជាមួយនឹងតន្ត្រីគាត់ចាប់ផ្ដើមរៀនឧបករណ៍តន្ត្រីបន្តិចម្ដងរហូតដល់អាចបង្កើត beat ចម្រៀងនិងធ្វើចម្រៀង digital ដោយខ្លួនឯងបានហើយនេះគឺជាលើកដំបូងក្នុងជីវិតរបស់គាត់ដែលគាត់រកវិធីក្នុងការរំសាយកំហឹងនិងភាពសោកសៅទៅជាទំនុកច្រៀងនិងទៅតាមតន្ត្រីហើយវាក៏ជាក្តីសង្ឃឹមក្នុងការចូលជាសិល្បៈរបស់គាត់ផងដែរជីវិតវ័យជំទង់របស់គាត់ពោពេញទៅដោយស្នាមរបួសនិងភាពសោកសៅរហូតដល់ឆ្នាំ1992 Chester បានព្យាយាមផ្ដាច់ថ្នាំញៀនជាលើកដំបូងក្នុងជីវិតរបស់គាត់អ្វីដែលសំខាន់ណាជីវិតរបស់គាត់ត្រូវបានក្រុមក្មេងទំនើងវាយទាត់ធាក់រហូតទៅដល់បៀសនឹងបាត់បង់ជីវិតកុំតែគាត់ព្យាយាមរត់គេចខ្លួនទាន់ហេតុការណ៍នៅពេលហ្នឹងធ្វើឲ្យគាត់រកឃើញថាជីវិតរបស់គាត់គឺមានតម្លៃខ្លាំងណាស់ដែលមិនត្រូវបានក្រុមក្មេងទំនើងហ្នឹងសម្លាប់ចោលហើយពេលនោះគាត់ចាប់ផ្ដើមបង្កើតក្រុមតន្ត្រីមួយដែលមានឈ្មោះថា Grey Days នៅដើមទសវត្សរ៍ឆ្នាំ90ជីវិតរបស់គាត់ពេលហ្នឹងមើលទៅដូចជាល្អដោយគាត់នឹងបានចេញអាល់ប៊ុមជាមួយក្រុមក្នុងឆ្នាំ1996បន្ទាប់មកទៀតគាត់ក៏បានរៀបការជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Samantha Mary ហើយនឹងបានក្លាយទៅជាឪពុកចិញ្ចឹមរបស់ក្មេងតូចម្នាក់ដែលមានឈ្មោះថា Jamin គឺ
Chester នឹងយកកូនគេមកចិញ្ចឹមប៉ុន្តែភាពជោគជ័យក្នុងតន្ត្រីរបស់គាត់មិនបានយូរទេគឺគាត់ត្រូវមកជួបឧបសគ្គដ៏ធំមួយដោយមានចំនួនជាមួយនឹងសមាជិកនៅក្នុងក្រុមមានន័យថានៅពេលដែលធ្វើចម្រៀងអញ្ចឹងទៅមានការទើសគំនិតគ្នាក្នុងការធ្វើចម្រៀងអញ្ចឹងទៅធ្វើឲ្យសមាជិកក្នុងក្រុមនឹងមានការបែកបាក់គ្នាហើយក្នុងឆ្នាំ1998ក្រុម Gay Dash របស់គាត់នឹងបានបែកបាក់ឬក៏រំសាយក្រុមចោលអ្វីដែលគេដឹងសមាជិកនៅក្នុងក្រុមរបស់គាត់តែងតែមើលងាយសមត្ថភាពក្នុងការនិពន្ធចម្រៀងរបស់គាត់ហើយជាញឹកញាប់តែងតែរិះគន់គាត់ចំពោះប៉ារ៉ូដែលគាត់បានសរសេរអញ្ចឹងទៅធ្វើឲ្យ Chester នឹងមិនអាចនៅជាមួយក្រុមបាន Chester គាត់ធ្លាប់បាននិយាយថាគាត់ស្អប់ពេលវេលាខណៈពេលនឹងខ្លាំងណាស់ពីព្រោះគាត់ខំធ្វើការយ៉ាងខ្លាំងប៉ុន្តែចុងក្រោយត្រូវបានសមាជិកក្រុមនឹងបដិសេធរាល់អ្វីដែលគាត់ខំប្រឹងថែមទាំងរិះគន់គាត់ទៀតផងហើយក្រោយពីក្រុមត្រូវបានរំសាយហើយនៅពេលនោះគាត់មានអាយុ22ឆ្នាំគាត់ក៏សម្រេចចិត្តបោះបង់ក្តីស្រមៃរបស់គាត់ហើយងាកទៅធ្វើជាការងារនៅក្នុងក្រុមហ៊ុនអចលនទ្រព្យដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារChester ធ្លាប់បាននិយាយថាគាត់មានអារម្មណ៍ថាគាត់គឺជាអ្នកចាញ់គ្រប់រឿងមិនថាជារឿងអ្វីទោះបីជារឿងនោះគាត់ធ្វើត្រឹមត្រូវយ៉ាងណាក៏ដោយគាត់តែងតែត្រូវបានគេមើលរំលងទោះបីជីវិតរបស់គាត់មើលទៅដូចជាអ្នកចាញ់យ៉ាងណាក៏ដោយស្របពេលជាមួយគ្នានោះនៅទីក្រុង Los Angeles មានក្រុមតន្ត្រីមួយដែលមានឈ្មោះថា Zero នឹងកំពុងតែជួបបញ្ហាដោយសារតែអ្នកចម្រៀងទោលបានលាឈប់ពីវងតន្ត្រីមួយនេះក្នុងឆ្នាំ1997ខណៈពេលនោះក្រុម Zero កំពុងតែស្វែងរកតារាចម្រៀងឬក៏អ្នកចម្រៀងដើម្បីមកជំនួសតំណែងសមាជិកក្រុមដែលបានលាចេញទៅហើយអ្វីដែលសំខាន់នៅថ្ងៃកំណើតរបស់ Chester គម្រប់ខួប23ឆ្នាំក្នុងឆ្នាំ1999 Chester បានទទួលខ្សែទូរស័ព្ទចម្លែកមួយខ្សែក្រោយពេលដែលគាត់បានលើកទូរស័ព្ទមួយខ្សែនឹងទៅទើបគាត់ដឹងថាអ្នកដែលខលមកនឹងគឺមានឈ្មោះថា Jeff Blue ហើយការនិយាយគ្នាជាមួយនឹង Jeff Blue ពេលហ្នឹងគឺដើម្បីអញ្ជើញឲ្យ Chester នឹងមកសាកល្បងច្រៀងនៅក្នុងក្រុម Zero ក្រោយពីនិយាយគ្នារួចហើយ Chester ក៏បានទៅកាន់ទីក្រុង Los Angeles ដើម្បីសាកល្បងច្រៀងជាមួយនឹងក្រុម Zero Chester ចំណាយពេលត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះក្នុងការថតចម្រៀងហើយនៅពេលដែលថតចម្រៀងរួចហើយសមាជិកក្រុមនៅក្នុងក្រុម Zero នឹងគឺមានការភ្ញាក់ផ្អើលចំពោះសម្លេងរបស់គាត់យ៉ាងខ្លាំងនៅពេលអញ្ចឹងទៅក្រុម Zero ជាមួយនឹង Chester ក៏សម្រេចចិត្តរួមក្រុមជាមួយគ្នាហើយ Chester ក៏សម្រេចចិត្តបោះបង់ចោលការងារអចលនទ្រព្យរបស់គាត់ដើម្បីទៅរស់នៅទីក្រុង Los Angeles ជាមួយក្រុមរហូតដល់ឆ្នាំ2000ក្រុមក៏បានបដូរឈ្មោះទៅជា Linkin Park និងចេញអាល់ប៊ុមដូចជា Hybrid ដែលទទួលបានភាពល្បីល្បាញទូទាំងពិភពលោកអាល់ប៊ុមនេះលក់បានជាង30លានច្បាប់ទូទាំងពិភពលោកហើយក្លាយទៅជាអាល់ប៊ុមដែលលក់ដាច់បំផុតនៅក្នុងសតវត្សទី21ដែលធ្វើឲ្យចម្រៀងរបស់គាត់ក្លាយទៅជាចម្រៀងដែលមានការពេញនិយមយ៉ាងខ្លាំងក្នុងគណៈពេលនោះបទចម្រៀងរបស់គាត់ដែលមានឈ្មោះថា In the End បានក្លាយជាចម្រៀងតំណាងឲ្យយុវជនទូទាំងពិភពលោកទោះបីជាគាត់កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងយ៉ាងណាក៏ដោយគ្មានអ្នកណាដឹងទេថារាល់ប៉ារ៉ូដែល Chester កំពុងតែសរសេរចេញមកហ្នឹងគឺដកស្រង់ចេញពីស្នាមរបួសផ្លូវចិត្តដែលគាត់បានដាក់បញ្ចូលនៅក្នុងឆ្នាំ2001ក្រុមបានធ្វើគេហៅថាធួរតន្ត្រីគឺដើរប្រគំតន្ត្រីរហូតទៅដល់324ដងមានន័យថាគឺដើរប្រគំតន្ត្រីច្រើនកន្លែងខ្លាំងមែនទែនទោះបីជាគាត់បានធ្វើធួរតន្ត្រីទូទាំងទឹកដីអាមេរិកយ៉ាងណាក៏ពិតមែនសម្ពាធក៏ធ្វើឲ្យគាត់បាក់ទឹកចិត្តផងដែរហើយគណៈពេលនោះដោយសារតែការងារច្រើនផងគាត់ក៏សម្រេចចិត្តទៅប្រើស្រាក្នុងការបំបត្តិការគិតច្រើនហើយនៅឆ្នាំ2002គាត់ក៏មានកូនប្រុសបង្កើតជាមួយនឹងប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Draven នៅពេលនោះគ្មាននរណាដឹងទេថា Chester កំពុងតែអបប្រសោបភាពសោកសៅតែម្នាក់ឯងសូម្បីតែប្រពន្ធរបស់គាត់ក៏មិនដឹងដែរថាគាត់នឹងកំពុងតែមានបញ្ហាផ្លូវចិត្តរហូតដល់ឆ្នាំ2003នៅពេលនោះអាល់ប៊ុមថ្មីរបស់គាត់ដែលមានឈ្មោះថា Meteore ក៏បានចេញលក់ហើយគណៈពេលនោះបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺបទនប់ខ្ញុំជឿថាបងប្អូនប្រហែលជាបានស្ដាប់បទនឹងហើយបទនេះគឺមានអត្ថន័យបង្កប់ការជឿចាប់ខ្លាំងណាស់គឺគាត់រៀបរាប់ពីសម្ពាធដែលមនុស្សជាច្រើនកំពុងតែជួបដូចគ្នាអញ្ចឹងទៅបានធ្វើឲ្យបទចម្រៀងមួយបទហ្នឹងត្រូវចិត្តមនុស្សជាច្រើនរហូតដល់ឆ្នាំ2005តាមអ្វីដែលគេដឹងឆ្នាំ2005គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងជីវិត Chester បងប្អូនខ្ញុំសួរមួយតើបងប្អូនធ្លាប់ជួបអត់ថាក្នុងខែខ្លះគឺយើងជួបតែរឿងសោយឬក៏ក្នុងឆ្នាំខ្លះមានតែរឿងមិនល្អសម្រាប់ជីវិតយើងសម្រាប់ Chester ក៏ដូចគ្នាដែរក្នុងឆ្នាំ2005គឺជាឆ្នាំដ៏អាក្រក់និងឃោរឃៅបំផុតមួយសម្រាប់ជីវិតរបស់គាត់គ្រាន់តែចូលឆ្នាំ2025ភ្លាមគាត់តែងតែមានចំនួនឆ្លោះទើសតែងគ្នាជាមួយនឹងប្រពន្ធរបស់គាត់គ្រប់ពេលវេលារហូតដល់ចុងក្រោយអ្នកទាំងពីរមិនអាចនៅជាមួយគ្នា
គ្នាបានក៏សម្រេចចិត្តលេងលះគ្នាហើយក្រោយពីលេងលះគ្នាទៅដោយសារតែគាត់មានបញ្ហាផ្លូវចិត្តស្រាប់ជួបរឿងជាមួយនឹងប្រពន្ធអញ្ចឹងទៅគាត់ក៏សម្រេចចិត្តប្រើប្រាស់ស្រាដើម្បីបំភ្លេចប្រពន្ធរបស់គាត់រហូតដល់ចុងក្រោយគាត់ចាំបាច់ត្រូវតែចូលមន្ទីរពេទ្យដើម្បីហៅថាបំបត្តិការញៀនស្រាគឺចង់មានន័យអញ្ចឹងរហូតដល់ឆ្នាំ2006គាត់ក៏បានរៀបការម្ដងទៀតជាមួយនឹងប្រពន្ធក្រោយដែលមានឈ្មោះថា Thalinda ហើយនាងឲ្យ Chester នឹងព្យាយាមផ្ដាច់សូរ៉ាចេញពីខ្លួនរបស់គេសម្រាប់ខ្សែជីវិតនៅក្នុងតន្ត្រីរបស់គាត់វិញពេលនោះក្រុមចាប់ផ្ដើមគេហៅថាវិវត្តក្រុមគឺចង់ធ្វើអ្វីដែលខុសប្លែកពីមុននៅឆ្នាំ2007ក្រុមរបស់គាត់ក៏ចេញអាល់ប៊ុមមួយទៀតដែលមានឈ្មោះថា Minute to Midnight អាល់ប៊ុមមួយនេះមិនសូវជាទទួលបានការគាំទ្រច្រើនដូចអាល់ប៊ុមមុននោះទេរហូតដល់ឆ្នាំ2010និងឆ្នាំ2012ក្រុមផ្ដោតទៅលើបទពិសោធន៍ថ្មីៗក្នុងការយកមកបញ្ចូលនៅក្នុងតន្ត្រីនៅឆ្នាំ2013 Chester សម្រេចចិត្តធ្វើរឿងដ៏អស្ចារ្យជាងមុននៅក្នុងជីវិតរបស់គាត់គឺគាត់បានតាក់ទងទៅក្រុមដែលគាត់តែងតែស្រឡាញ់តាំងពីកុមារភាពហើយក្រុមនេះគឺជាក្រុម idol របស់គាត់គឺគាត់ចង់ចូលជឿនៅក្នុងក្រុមដែលគាត់តែងតែស្រមៃថាបើថ្ងៃណាមួយគាត់អាចចូលនៅក្នុងក្រុមនេះបានជីវិតរបស់គាត់គឺបើយើងនិយាយទៅបិទភ្នែកចិត្តគឺចង់មានន័យអញ្ចឹងក្រុមដែលគាត់តែងតែចង់ចូលនោះគឺក្រុម Stone Temple បងប្អូនហើយគាត់ធ្លាប់និយាយថាការដែលគាត់បានឈរលើឆាកជាមួយនឹងតារាចម្រៀងដូចជា Scott ហ្នឹងវាគឺជាក្តីស្រមៃដ៏ធំធេងរបស់គាត់តែយ៉ាងណាក៏ដោយទោះបីជាគាត់បានចូលក្នុងក្រុមដ៏ល្បីល្បាញនិងចំណាស់មួយនេះក៏ពិតមែនតែជំងឺបាក់ទឹកចិត្តរបស់គាត់នៅតែតាមលងបន្លាយខ្សែជីវិតរបស់គាត់គ្រប់ពេលវេលានៅក្នុងឆ្នាំ2015គឺគាត់សម្រេចចិត្តលាចេញពីក្រុមដែលគាត់តែងតែស្រឡាញ់មិនដឹងថាមូលហេតុអ្វីឬក៏ចូលក្រុមនេះហើយជាល្បីល្បាញរបស់គាត់ធ្លាក់ចុះឬក៏យ៉ាងណាក៏គ្មានអ្នកណាដឹងដែរដឹងត្រឹមថាគាត់លាចេញពីក្រុមដែលគាត់ស្រឡាញ់ដើម្បីត្រឡប់ទៅក្រុម Linkin Park វិញដែលជាក្រុមចាស់របស់គាត់ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នៅពេលដែលគាត់ត្រឡប់មកចូលក្រុមចាស់របស់គាត់វិញគាត់ក៏បានជួបហេតុការណ៍មួយដែលធ្វើឲ្យគាត់នឹងបាក់ជើងនៅពេលដែលគាត់បាក់ជើងគឺគាត់ត្រូវលុបចោលធួរ concert របស់គាត់ទាំងអស់ពីព្រោះគាត់មិនអាចទៅធ្វើ concert បានទេដោយសារតែជើងបាក់អញ្ចឹងទៅគាត់ត្រូវតែរស់នៅសំងំនៅក្នុងផ្ទះតែម្នាក់ឯងអ្វីដែលសំខាន់ណាខណៈពេលដែលគាត់មិនមានការងារធ្វើនិងរស់នៅតែក្នុងផ្ទះធ្វើឲ្យជីវិតរបស់គាត់កាន់តែយ៉ាប់យ៉ឺនជាងមុននៅក្នុងឆ្នាំ2016គាត់ក៏ត្រឡប់ទៅប្រើប្រាស់ស្រាម្ដងទៀតដើម្បីកុំឲ្យគាត់គិតច្រើននៅខណៈពេលហ្នឹងការដែលគាត់ត្រឡប់ទៅប្រើប្រាស់ស្រាម្ដងទៀតទៅផឹកស្រាម្ដងទៀតហ្នឹងវាគឺជាសញ្ញាដែលប្រាប់ថាគាត់នឹងកំពុងតែចោះចាញ់នៅក្នុងសង្គ្រាមផ្លូវចិត្តរបស់គាត់ហើយនៅក្នុងឆ្នាំ2017គឺជាឆ្នាំដែលបានដុតបំផ្លាញផ្លូវចិត្តរបស់គាត់យ៉ាងខ្លាំងបងប្អូនថាដុតបំផ្លាញដោយសារកត្តាអ្វីអត់ពីព្រោះនៅថ្ងៃទី18ខែឧសភាមិត្តសម្លាញ់របស់គាត់ដែលមានឈ្មោះថា Chris Cornell ដែលគាត់ស្រឡាញ់ដូចបងប្អូនណាបានបាត់បង់ជីវិតហើយការបាត់បង់ជីវិតរបស់ Chris ម្នាក់ហ្នឹងគឺគេធ្វើអត្តឃាតខ្លួនឯងការធ្វើអត្តឃាតរបស់ Chris ហ្នឹងធ្វើឲ្យ Chester មានការឈឺចាប់និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់តែងតែគិតថាមិនគួរណាមិត្តភក្តិដែលគាត់ស្រឡាញ់ដូចបងប្អូនណាសម្រាប់ចិត្តធ្វើបែបនេះនោះទេបន្ទាប់មកអាល់ប៊ុមរបស់គាត់ដែលមានឈ្មោះថា One More Night ត្រូវបានចេញលក់ជាផ្លូវការហើយក្រោយពីចេញលក់មួយថ្ងៃក៏មានការរិះគន់ចំពោះបទចម្រៀងក្នុងអាល់ប៊ុមមួយនេះយ៉ាងខ្លាំងដោយពួកគេគិតថាក្រុម rock របស់ Chester បានបដូរឧត្តមគតិហើយគឺបដូរពី rock ទៅជា pop វិញអញ្ចឹងទៅពេលនោះបណ្ដាអ្នកគាំទ្រមួយចំនួនតែងតែរិះគន់ចម្រៀងរបស់គាត់និងតែងតែឈប់គាំទ្រគាត់អញ្ចឹងទៅធ្វើឲ្យជំងឺផ្លូវចិត្តដែលគាត់តែងតែមាននឹងកាន់តែអាក្រក់លើសដើមរហូតមកដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2017គឺជាថ្ងៃខួបកំណើតរបស់ Chris Cornell ដែលជាមិត្តភក្តិដែល Chester រាប់អានដូចជាបងប្អូននៅថ្ងៃខួបកំណើតថ្ងៃនឹងដែរ Chester នៅផ្ទះរបស់គេក្នុងទីក្រុង Los Angeles គេក៏សម្រេចចិត្តទម្លាក់ចោលរាល់ការឈឺចាប់អារម្មណ៍សោកសៅភាពឯកាដែលតែងតែលងបន្លាចជីវិតរបស់គាត់អស់រយៈពេល40ឆ្នាំនឹងដោយការចងកសម្លាប់ខ្លួនគឺ Chester ធ្វើអត្តឃាតខ្លួនឯងបងប្អូនក្រោយពីព័ត៌មាននៃការបាត់បង់ជីវិតរបស់ Chester អញ្ចឹងទៅព័ត៌មានក៏មានការភ្ញាក់ផ្អើលនិងមានការចែករំលែកនៅតាមបណ្ដាញសង្គមយ៉ាងខ្លាំងហើយអ្នកគាំទ្រទូទាំងពិភពលោកក៏បង្ហាញការឈឺចាប់និងភាពសោកស្ដាយតារា rock ដ៏ល្បីល្បាញរូបនេះផងដែរមនុស្សជាច្រើនបាននិយាយថាសំឡេងរបស់ Chester គឺជាមិត្តដែលយល់ចិត្តម្នាក់ដែលតែងតែលើកទឹកចិត្តមនុស្សគ្រប់គ្នាប៉ុន្តែថ្ងៃនេះបែរជាមនុស្សដែលតែងតែរៀបរាប់ទុក្ខសោកប្រាប់ពួកគេហ្នឹងលាចាកលោកទាំងដែលមិន
ទាន់បានត្រៀមខ្លួនទៅវិញហើយនៅចុងឆ្នាំដែលបាត់បង់ជីវិត Chester ក្រុម Linkin Park ក៏បានរៀបចំការប្រគំតន្ត្រីមួយដែលជាការរំលឹកទៅដល់ Chester ហើយនៅក្នុងថ្ងៃនោះគឺគេប្រគំតន្ត្រីនៅក្នុងទីក្រុង Los Angeles នៅយប់នោះបណ្ដាអ្នកគាំទ្រគឺទៅចូលរួមក្នុងការប្រគំតន្ត្រីមួយនេះយ៉ាងច្រើនហើយមនុស្សទាំងអស់នោះគឺពោរពេញទៅដោយទឹកភ្នែកអ្វីដែលសំខាន់នៅក្នុងការប្រគំតន្ត្រីយប់នោះសមាជិកក្រុមក៏បានយកមេក្រូហ្នឹងដាក់ចោលដើម្បីឲ្យអ្នកគាំទ្រនឹងស្រែកច្រៀងហើយទស្សនវិជ្ជានៅយប់នោះគឺមានការសោកសៅខ្លាំងមែនទែនពេលវេលាកន្លងផុតទៅរហូតដល់ឆ្នាំ2023ដើម្បីអបអរគម្រប់ខួប20ឆ្នាំនៃការបង្កើតអាល់ប៊ុមដែលមានការស្គាល់យ៉ាងខ្លាំងហ្នឹងក្រុមក៏បានបញ្ចេញចម្រៀងមួយបទដែលមានចំណងជើងថា Lost សម្រាប់បទនេះគឺ Chester បានច្រៀងទុករួចមកហើយគ្រាន់តែមិនទាន់បានអាប់ឡូតឲ្យសាធារណជនបានស្ដាប់តែប៉ុណ្ណោះប៉ុន្តែនៅថ្ងៃគម្រប់ខួបនោះក៏បានយកចម្រៀងមកចាក់ឲ្យអ្នកគាំទ្រស្ដាប់ហើយក៏មានការគាំទ្រយ៉ាងខ្លាំងកន្លែងហ្នឹងខ្ញុំខ្លាចបងប្អូនមិនយល់មែនទេទៅចម្រៀងមួយបទនោះគឺអាចថាចេញនៅពេលដែលម្ចាស់ចម្រៀងហ្នឹងបានបាត់បង់ជីវិតគឺគេធ្វើទុកអញ្ចឹងបងប្អូនអញ្ចឹងហើយរឿងរ៉ាវមួយនេះគឺមានតែប៉ុណ្្នឹងហើយអ្វីដែលខ្ញុំអាចនិយាយបានចុងក្រោយគឺថាខ្ញុំមិនដឹងថាបងប្អូនជួបបញ្ហាផ្លូវចិត្តអ្វីខ្លះទេប៉ុន្តែបងប្អូនត្រូវចាំថាជីវិតរបស់យើងមានថ្ងៃស្អែកជានិច្ចអញ្ចឹងវីដេអូមួយនេះទោះបីជាវាមានកន្លែងខ្លះស្ដាប់ទៅវាមិនសមរម្យក៏ពិតមែនខ្ញុំជឿថាបងប្អូនកុំយកកន្លែងដែលមិនល្អយកមកប្រើនៅក្នុងជីវិតប្រចាំថ្ងៃចំណុចខ្លះយើងអាចយកមកសិក្សាបានដើម្បីការពារខ្លួនឯងមិនឲ្យកើតរឿងរ៉ាវដូចគាត់អញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលតែងតែគាំទ្ររូបខ្ញុំកន្លងមកអរគុណជួបគ្នាវីដេអូបន្ទាប់